កងរាជវន្តហាត់ខេត្តកែបបង្ក្រាបក្រុមក្មេងទំនើង OBH ដែលដេញកាប់គ្នានិងបង្កអនាធិបតេយ្យខេត្តកែបក្រុមអាវុធហត្ថខេត្តកែបបានបើកប្រតិបត្តិការក្តៅគគុកមួយដើម្បីឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងដែលនិយមបង្កចំនួនតាមដងផ្លូវកិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី1ខែមេសាឆ្នាំ2026ក្រោមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងរាជវន្តហត្ថលើផ្ទៃប្រទេសសកម្មភាពនិងការខកខ្លួនលោកឧត្តមសេនីយ៍ត្រីហតសីហាមេបញ្ជាការរងកងរាជវន្តហត្ថខេត្តកែបបានដឹកនាំកម្លាំងជំនាញដោយផ្ទាល់សហការជាមួយលោកខាន់សុផលព្រះរាជអាជ្ញាអមសាលាដំបងខេត្តដើម្បីចុះស្រាវជ្រាវនិងបង្ក្រាបក្រុមក្មេងទំនើងមានឈ្មោះថាក្រុម OBH ក្រុមនេះត្រូវបានរាយការណ៍ថាបានជិះម៉ូតូបង្ហោះនិងប្រដាប់ដោយដាវសាម៉ូរ៉ៃដេញកាប់គ្នាយ៉ាងអនាធិបតេយ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងក្រុងកែបជាលទ្ធផលកម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យបានចំនួន7នាក់រួមនឹងវត្ថុតាងមួយចំនួនរួមមានកាំបិតសាម៉ូរ៉ៃចំនួន2ដើមម៉ូតូចំនួន2គ្រឿងទូរស័ព្ទដៃចំនួន4គ្រឿងបើតាមការបញ្ជាក់ពីលោកមេបញ្ជាការរងកងរាជវន្តហត្ថខេត្តជនសង្ស័យទាំង7នាក់និងវត្ថុតាងត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំរឿងតាមនីតិវិធីបច្ចុប្បន្នពួកគេកំពុងត្រូវបានបញ្ជូនទៅកាន់សាលាដំបងខេត្តកែបដើម្បីប្រឈមមុខចំពោះមុខច្បាប់ជាធរមានការរិះគន់ធ្លាក់លើកាស៊ីណូ CPC នៅស្រុកចន្ទ្រារឿងបាក់ដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខេត្តស្វាយរៀងសកម្មភាពល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំត្រូវបានរាយការណ៍ថាកំពុងកើតមានយ៉ាងកក្រឹកក្រក្រែងនៅក្នុងកាស៊ីណូយីហោ CPC ដែលមានទីតាំងស្ថិតនៅទួលមុខប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីសំរោងក្នុងភូមិជែកឃុំសំរោងស្រុកចន្ទ្រាករណីនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋានដែលរក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថាចាប់ពីម៉ោង11ព្រឹករហូតដល់ម៉ោង5ល្ងាចទីតាំងកាស៊ីណូខាងលើបានបើកចំហឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់គ្នាដាក់ប្រាក់គ្រប់ប្រភេទរួមមានមន់ជលប៊ីអាប៉ោងនិងយូគីបន្ថែមពីនេះក៏មានវត្តមានជនជាតិវៀតណាមឆ្លងដែនទាំងមានលិខិតឆ្លងដែននិងគ្មានលិខិតឆ្លងដែនចេញចូលលេងដោយសេរីផងដែរអ្នកភូមិបានបង្ហាញការបារម្ភថាការបណ្ដេញបណ្ដោយឲ្យមានល្បែងស៊ីសងបែបនេះគឺជាការបំពានលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងអាចបង្កឲ្យមានអសន្តិសុខសង្គមដូចជាអំពើចោរកម្មលួចឆក់ប្លន់អំពើហិង្សាក្នុងគ្រួសារដែលបង្កឡើងដោយសារចាញ់ល្បែងពាក់ព័ន្ធនឹងករណីនេះលោកអធិការស្រុកចន្ទ្រាបានឆ្លើយតបយ៉ាងខ្លីថាតាមគោលការណ៍គឺអនុញ្ញាតឲ្យតែជនបរទេសប៉ុណ្ណោះចូលលេងក្នុងកាស៊ីណូហើយលោកនឹងបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យដោយឡែកលោកសុកមកនាយប៉ុស្តិ៍នគរបាលច្រកទ្វារសំរោងមិនទាន់អាចសុំការបកស្រាយបាននៅឡើយទេមហាជនកំពុងសម្លឹងមើលចំណាត់ការរបស់លោកពេជ្រវីរៈស្នងការនគរបាលខេត្តស្វាយរៀងថាតើនឹងមានវិធានការយ៉ាងណាចំពោះភាពមិនប្រក្រតីច្រកទ្វារសំរោងនេះដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់និងពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានពិតប្រាកដ